សួស្តីមកកាន់ Channel One Amatic សួស្តីអ្នកនរគ្នាក្នុងវីដេអូមួយនេះខ្ញុំបង្ហាញពីរបៀប download និង install font សម្រាប់យកទៅប្រើជាមួយកម្មវិធីផ្សេងៗដូចជា Word Excel PowerPoint និងកម្មវិធីកាត់តមួយចំនួនដែលវា support ជាមួយនឹង font ខ្មែរអញ្ចឹងដើម្បីតម្លើងវាបានទីមួយយើងត្រូវចូលទៅកាន់ Chrome download វាមកសិនអ្នកនរគ្នាអាចចូលទៅក្នុង channel Telegram របស់ខ្ញុំនៅខាងក្រោមវីដេអូ download font ផ្សេងៗបានអញ្ចឹងទីមួយយើងត្រូវមាន font សិនយើង save font ខ្មែរមកណា download បន្តមកទៀតអ្នកទាំងអស់គ្នាអាចចូលទៅក្នុងwebsite ណាមួយដែលវា free ឬក៏អ្នកនរគ្នាចង់ទិញអាចចូលទៅទិញបានអញ្ចឹងមាន website ខ្លះលក់ website ខ្លះឲ្យយើង download free អញ្ចឹងនេះជា font ដែលយើងអាចចូលទៅជាវបានអញ្ចឹងអ្នកនរគ្នាអាចទិញ font ផ្សេងៗបានជាមួយ website មួយនេះអញ្ចឹងបើ free គឺវាមានតិចវាអត់សូវស្អាតឬក៏យើងអាចថាយកទៅប្រើបណ្ដោះអាសន្នបានអញ្ចឹងយើងអាចចូល download free បាននៅក្នុង website មួយនេះអញ្ចឹងត្រូវចុច download មកអញ្ចឹងក្នុងនេះខ្ញុំ download ហើយអញ្ចឹងអ្នកនរគ្នាអាចគ្រាន់តែ save ប៉ុណ្ណឹងមកហើយតមកទៀតបន្ទាប់ពីយើង download font ហើយគឺយើងចូលទៅក្នុង folder ដើម្បី extract font ហ្នឹងផលិត file យើងអាចនិយាយថាផលិត file អញ្ចឹងយើងអាចមកស្ដាំយកពាក្យថា slow mo option បន្តមកទៀតចូលទៅក្នុង extract file here ហ្នឹងប៉ុណ្ណឹងមកបើយើងយក extract file here វាផលិតចេះតែបើយើងចង់ extract វាជា folder ផ្សេងយើងអាចយកមកស្ដាំមកយក extract file អូប៉ុណ្ណឹងមកអញ្ចឹងវាបាន folder មួយផ្សេងពេលដែលអ្នកទាំងអស់គ្នា extract វាឬក៏ផលិត file ឡើងហើយអ្នកទាំងអស់គ្នាគ្រាន់តែបើកវាមកបន្តមកទៀត select លើវាទាំងអស់យាមកស្ដាំក្នុងត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចចំពោះ Windows 10គឺវាអត់មានវាមាន install នៅកន្លែងនេះឥឡូវ update អាចនឹងមានតែកាលមុនអត់មានទេកន្លែងនេះបន្ទាប់ចំពោះ Windows 11យើងគ្រាន់តែ select ប៉ុណ្ណឹងហើយចុច mouse ស្ដាំយកពាក្យថា install ប៉ុណ្ណឹងមកអានេះដោយសារខ្ញុំ install ហើយវាយើងចាំបាច់ install ម្ដងទៀតទេចំពោះបើយើងអត់ឃើញយើង select ហើយមកស្ដាំអត់ឃើញinstall ត្រង់កន្លែងនេះយើងអាច copy យកពាក្យថា copy បន្តមកទៀតចូលក្នុងកន្លែងគេដាក់ថា local DC ហ្នឹង try C បន្តមកទៀតយកពាក្យថា window បន្តមកទៀតអ្នកនរគ្នាយកពាក្យថា font ប៉ុណ្ណឹងមកអញ្ចឹងដល់ត្រង់កន្លែងនេះអ្នកនរគ្នាគ្រាន់តែ control V ឬក៏យើងអាចដាក់មកចុចលើមកស្ដាំយកពាក្យថា paste តែប៉ុណ្ណឹងមកជាការស្រេចនេះដោយសារខ្ញុំ install ហើយខ្ញុំមិនចង់កន្លងដងទៀតទេអញ្ចឹងវីដេអូរបៀប install font គឺវាមានពីររបៀបហ្នឹង select មកស្ដាំ install និង copy paste នៅក្នុង folder font ប៉ុណ្ណឹងជាការស្រេចសូមអរគុណអញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុងlink ខាងក្រោមវីដេអូនៅ channel Telegram ដើម្បីទទួលបានកម្មវិធី Computer Free និង font ផ្សេងៗមានទាំងភាសាខ្មែរនិងអង់គ្លេស